ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមនាំអារម្មណ៍បងប្អូនទៅមើលជីដូកាំងនៅក្នុងប្រទេសជប៉ុនជីដូកាំងនោះជាភាសាខ្មែរគេបកប្រែថាម៉េចទៅកន្លែងសម្រាប់កូនក្មេងលេងអញ្ចឹងណាប៉ុន្តែទីតាំងនេះគឺនៅម្ដុំចិត្តផ្ទះខ្ញុំហើយជីដូកាំងនោះគឺជាកន្លែងរបស់រដ្ឋដែលរដ្ឋគេធ្វើសម្រាប់ឲ្យមានកូនក្មេងគាត់ទៅលេងទៅអានសៀវភៅទៅអីអញ្ចឹងណាហើយនៅក្នុងនោះដែរនៅពេលដែលយើងទៅដល់គឺយើងត្រូវចុះឈ្មោះនៅកន្លែង counter គេសិនហើយចុះឈ្មោះទៅយើងនឹងបានកាតមួយសម្រាប់ពេលដែលយើងទៅលើក្រោយទៀតយើងបង្ហាញតាកាតទៅគឺយើងអាចចូលបានហើយគឺអត់អស់លុយទេហើយសម្រាប់ខ្ញុំបានចុះឈ្មោះរួចហើយនៅពេលដែលយើងចុះឈ្មោះហ្នឹងទៅដល់ receptionist គេប្រាប់យើងថាទៅសេឈ្មោះអាសយដ្ឋានលេខទូរស័ព្ទតំណងកូនយើងភេទអីអាយុប្រហែលអីចឹងណាបងប្អូនហើយលើក្រោយពេលដែលយើងចង់ទៅគាត់តែបង្ហាញកាតហ្នឹងទៅជាការស្រេចហើយគឺជាកន្លែងមួយដែលស្អាតហើយមានបរិយាកាសល្អមានអនាម័យហើយគេមានគ្រូគេសម្រាប់នៅនឹងសំបីមើលថែឬក៏រៀបចំឬក៏សម្អាតអីចឹងណាហើយឧបមាថាយើងម្ដាយហ្នឹងយើងចង់ទៅបន្ទប់ទឹកទៅអីយើងអាចផ្ញើកូននៅនឹងគ្រូមួយផ្លែតទៅយើងអាចទៅបន្ទប់ទឹកបានហើយបន្ទាប់មកបានយើងមកមើលកូនយើងវិញចឹងហើយយើងរួមទៅយ៉ាសាស៊ីបានន័យថាគេចិត្តល្អហើយឧបមាថាយើងមានបញ្ហាអីក្នុងការមើលកូនយើងមានផលលំបាកអីដូចជាកូនយើងគាត់និយាយអត់សូវស្ដាប់គាត់អត់សូវចូលចិត្តញ៉ាំអាហារឬក៏មានផលលំបាកអីតាក់ទងជាមួយនឹងការចិញ្ចឹមមើលថែកូនសម្រាប់អ្នកម្ដាយថ្មីដូចជាខ្ញុំមិនច្ដាមអញ្ចឹងណាយើងអាចទៅពិភាក្សានិយាយជាមួយនឹងគ្រូនៅទីនោះគឺគាត់ផ្ដល់យោបល់ល្អហើយអ្វីដែលសំខាន់ហ្នឹងគឺមានរបស់របរលេងច្រើនមែនតើបងប្អូនមានថយមានឧបករណ៍ក្មេងលេងមានកូនខ្ញុំគឺគាត់ចូលចិត្តឡានចូលចិត្តអីគេ train រថភ្លើងចូលចិត្តរបស់របរអីអញ្ចឹងណាហើយមានឧបករណ៍លេងសម្រាប់តាំងពីក្មេងតូចដល់ក្មេងធំអញ្ចឹងណាចាប់ពីអាយុ0 ខែដល់ធំអញ្ចឹងទៅ6 7ឆ្នាំអញ្ចឹងទៅហើយកូនក្មេងនៅប្រទេសជប៉ុនគឺចូលចិត្តcharacter empowerment ហ្នឹងខ្លាំងមែនតើទាំងកូនខ្ញុំទាំងកូនគេអញ្ចឹងណាហើយអញ្ចឹងទៅមានអ្នកម្ដាយខ្លះហ្នឹងគាត់នាំកូនទៅគាត់លេងមួយកូនអញ្ចឹងទៅដូចកូនខ្ញុំអីចឹងគាត់ចូលចិត្តលេងអាចជោគលេងឡានលេងអីអញ្ចឹងណាបងប្អូនហើយអញ្ចឹងទៅយើងក៏លេងជាមួយគាត់ទៅហើយបរិយាកាសគឺស្អាតហើយមានគេមានឯងអញ្ចឹងទៅកូនខ្លះលេងជាមួយគ្នាកូនខ្ញុំគាត់អត់សូវខ្លាចគេអីហ្មងទេព្រោះទៅលេងអញ្ចឹងគេលេងតែគេគាត់លេងតែគាត់ពេលណាត្រូវលេងជាមួយគ្នាក៏លេងទៅហើយគាត់ចូលចិត្តលេងគេរបៀបឡានរបៀបគ្រឿងចាក់អញ្ចឹងណាបងប្អូនហើយឥឡូវហ្នឹងគេចាប់អារម្មណ៍មកធ្វើជាអ្នកលេងនៅក្នុងអ្នកលក់នេះហាងរបស់គេណាបងប្អូនហ្នឹងហើយចំពោះឪពុកម្ដាយដែលគាត់នាំកូនទៅលេងនៅជីដូកាំងហ្នឹងមានទាំងឪពុកមានទាំងម្ដាយហើយខ្ញុំទៅសាយជនជាតិជប៉ុនប្រុសខ្លះមួយចំនួនច្រើននៅពេលដែលខ្ញុំទៅកន្លែងលេង public បែបសាធារណៈអីចឹងគឺមានប៉ាប៉ានាំកូនទៅហើយប៉ាប៉ាលេងជាមួយកូនអីចឹងណាបើនៅខ្មែរខ្ញុំអត់មានបទពិសោធន៍ក្នុងការនាំក្មេងទៅជីដូកាំងទៅអីចឹងឯងព្រោះខ្ញុំអត់កម្រសើឃើញហើយឪពុកម្ដាយប្រុសឪពុកជនជាតិខ្មែរភាគច្រើនអ្នកខ្លះគាត់អត់សូវចូលចិត្តលេងមួយកូនក្មេងឯងប៉ុន្តែសម្រាប់ជនជាតិជប៉ុនដែលខ្ញុំឃើញភាគច្រើនពេលទៅគ្រូអែនទៅសួនច្បារឬក៏ទៅកន្លែងជីដូកាំងកន្លែងក្មេងលេងទៅហាងសៀវភៅទៅហាងអីចឹងភាគច្រើនគឺមានប៉ាប៉ាទៅជាមួយហើយគាត់អ៊ីវកូនគាត់ពរកូនគាត់ជួយមើលកូនអីចឹងណាអានសៀវភៅឲ្យកូនស្ដាប់ឧទាហរណ៍ដូចប្តីខ្ញុំផ្ទាល់អីចឹងទៅហើយហ្នឹងហើយគឺខ្ញុំគិតថាល្អចេះជួយគ្នាអញ្ចឹងព្រោះកូនយើងទាំងអស់គ្នាអញ្ចឹងណាហើយសម្រាប់កូនក្មេងនៅពេលដែលគាត់ទៅលេងឧបករណ៍នៅជីដូកាំងនៅអីចឹងទៅស្គាល់គេស្គាល់ឯងធ្វើឲ្យគាត់មានភាពក្លាហានជាងមុនគាត់មិនខ្លាចសង្គមមិនខ្លាចអីចឹងទៅហើយសម្រាប់កូនខ្ញុំហ្នឹងហើយបងប្អូនឃើញហើយលពើខ្លាំងហើយគាត់អត់អីគេស្ទូមីស៊ីរីស៊ីណៃប៉ុន្តែថាគាត់អត់ចេះអត់សូវខ្លាចគេប្រហែលទេបងប្អូនហើយគឺក្លាហានហើយ
ហ្នឹងហើយបើមានឱកាសបងប្អូនដែលនៅប្រទេសជប៉ុនស្រីគ្នាយើងហ្នឹងអាចឆែកមើលចិត្តផ្ទះយើងបើសិនជាមានជីដូកាំងអីអាចនាំកូនទៅលេងអញ្ចឹងទៅវាក៏ជាការបន្ធូរអារម្មណ៍មួយយ៉ាងហើយកូនយើងហ្នឹងក៏ចេះដឹងច្រើនគាត់មិនខ្លាចគេគាត់អីលេងថយហ្នឹងដោយមិនអស់លុយហើយគ្រូក៏គេអាចជួយមើលយើងបានខ្លះពេលយើងមានផលលំបាកក្នុងការមើលកូនមើលអីអញ្ចឹងទៅយើងអាចភាសាមួយគេបានអញ្ចឹងណាតែសំខាន់យើងក៏គួរតែចេះហើយគេភាសាជប៉ុនឲ្យបានច្រើនគួរសមដែរដើម្បីក្នុងការតំណែងអញ្ចឹងណាហ្នឹងហើយខ្ញុំជឿថាម្ដាយដែលមានកូននៅប្រទេសជប៉ុននៅតូចភាគច្រើនគាត់ពេលខ្លះឲ្យ stress អត់សុបាយចិត្តអីតបប្រមល់អីចឹងអាចទៅផ្លាស់ប្ដូរបរិយាកាសនៅកន្លែងបែបនេះបានណាហើយសម្រាប់ខ្ញុំគឺខ្ញុំ recommend ចឹងអូខេអរគុណ